ngày ní nhóm nâng JP à rương đại fucking crazy muối cứ thơ quay để nè sờ lánh lôi nâng rụt tạm Bullshit. ខ្ញុំមិនដឹងថាអ្នកណាជាអ្នកបង្កើតអាពាក្យនេះឡើងទេដែលថាអាចកំបាំងនៃភាពជោគជ័យគឺធ្វើអ្វីដែលអ្នកស្រឡាញ់លុយនឹងរត់តាមអ្នកវាជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងមែនទែនហើយក៏ជារឿងដែលឈួតឡប់មួយដែលខ្ញុំតែងតែឮឥឡូវខ្ញុំសូមសួរមួយតើអ្នកកំពុងធ្វើអ្វីដែលអ្នកស្រឡាញ់មែនទេហើយលុយនៅណាឬក៏អ្នកធ្លាប់ស្គាល់មនុស្សដែលពួកគេកំពុងតែធ្វើអ្វីដែលគេស្រឡាញ់តែគេកំពុងតែវេទនាដដែលដោយសារតែលុយខ្ញុំប្រើភាសាខ្ញុំមួយឆ្កែនឹងវាបានតែប្រុសធ្វើអ្វីដែលអ្នកស្រឡាញ់ហើយវាមិនខុសអីពីការនិយាយថាស៊ីតាមតែចិត្តដែលអ្នកឃ្លានអ្នកនឹងស្រកទម្ងន់ឬក៏ដេកជាមួយមនុស្សដែលអ្នកបានស្គាល់គ្រប់គ្នាអ្នកនឹងទទួលបានដៃគូដ៏អស្ចារ្យមួយនៅក្នុងជីវិតវាជារឿងឈួតឡប់ទាំងអស់វាមិនអញ្ចឹងទេវាមិនមែនដោយសារអ្នកស្រឡាញ់វាហើយវាល្អនោះទេវាមិនអញ្ចឹងទេនៅពេលដែលអ្នកចង់ធ្វើជំនួញមួយដែលជោគជ័យតាមតែខ្ញុំធ្លាប់ដឹងគឺវាមិនមែនធ្វើអ្វីដែលយើងស្រឡាញ់នោះទេហើយលុយវារត់មកតាមយើងទេធ្វើអ្វីដែលចាំបាច់ធ្វើអ្វីដែលចាំបាច់គឺមិនមែនធ្វើអ្វីដែលអ្នកស្រឡាញ់គឺធ្វើអ្វីដែលចាំបាច់ត្រូវធ្វើហើយរីករាយជាមួយវាតាមក្រោយដើម្បីឲ្យវាជោគជ័យខ្ញុំលើកឧទាហរណ៍មួយនិយាយថាអ្នកចង់ស្រកគីឡូហើយអ្នកទៅហាត់ប្រាណអ្នកទៅក្រោកពីព្រលឹមអ្នកហាត់ប្រាណអ្នករត់ពី3គីឡូហើយអ្នកចាប់ដើមតមអាហារមួយចំនួនអ្នកអត់ចូលចិត្តធ្វើវាទេមែនអត់អ្នកមិនស្រឡាញ់វាទេអ្នកមិនចូលចិត្តទៅហាត់ប្រាណនៅស្រកគីឡូហើយតមអាហារដែលអ្នកចូលចិត្តទេអ្នកស្រឡាញ់ that fucking burger មែនអត់អ្នកចង់ញ៉ាំ steak មែនទេអ្នកចូលចិត្តដេកស៊ីត្រូវទេអ្នកចង់ផឹកវិយាតែធ្វើម៉េចបើអ្នកចង់ស្គមឃើញទេមិនអញ្ចឹងតែបើអ្នកធ្វើអ្វីដែលអ្នកចាំបាច់គឺអ្នកទៅហាត់ប្រាណកាលណាអ្នកទៅហាត់ប្រាណគឺអ្នកធ្វើអ្វីដែលវាចាំបាច់ហើយធ្វើអ្វីដែលចាំបាច់គឺវានឹងធ្វើឲ្យអ្នកទទួលបានលទ្ធផលវាមិនខុសអីពីចំនួនទេធ្វើអ្វីដែលចាំបាច់វាល្អនៅពេលដែលអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើតែមិនមែនអ្នកទៅធ្វើអ្វីដែលអ្នកស្រឡាញ់ព្រោះថានេះជាមុខរបរហើយនេះគឺជាចំនួននៅលើពិភពលោកគឺគេអត់ខ្វល់ពីអ្នកទេ The world doesn't give a fuck ធ្វើអ្វីដែលអ្នកស្រឡាញ់ឬអ្នកធ្វើអ្វីដែលអ្នកមិនស្រឡាញ់គឺគ្មានអាណាខ្វល់ទេគឺគេខ្វល់ថាតើអ្នកបានផ្ដល់តម្លៃអ្វីទៅក្នុងទីផ្សារអ្នកបានរកឃើញតម្លៃអ្វីមួយឲ្យទៅអតិថិជនគឺគេឲ្យលុយអ្នកវាតែប៉ុណ្្នឹងអ្នកយល់ពីតម្រូវការខ្ញុំអ្នកជួយដោះស្រាយបញ្ហាខ្ញុំអ្នកបានជួយបំពេញតម្រូវការដែលខ្ញុំត្រូវការបើអ្នកធ្វើវាបានហើយខ្ញុំទុកចិត្តអ្នកចឹងយកលុយគឺវាអញ្ចឹងវាអត់មានអីផ្សេងគឺគ្មានអ្វីត្រូវធ្វើជាមួយនឹងអ្វីដែលអ្នកស្រឡាញ់នោះទេគឺទៅធ្វើអ្វីដែលវាចាំបាច់សម្រាប់អតិថិជនទៅវិញហើយប្រសិនបើយើងធ្វើវាទៅយើងបានលុយដូចនេះអ្នកត្រូវរៀនស្រឡាញ់វាឲ្យបានច្រើនស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើឲ្យបានច្រើននោះអ្នកនឹងជោគជ័យខ្ញុំតល់គឺខ្ញុំមិនដែលស្រឡាញ់ជំនួយទាំងអស់របស់ខ្ញុំទេដំបូងឡើយគឺខ្ញុំមិនដែលជួយចិត្តបង្កើតគម្រោងអាជីវកម្មដែលត្រូវរៀបចំគ្រប់យ៉ាងទេហើយក៏គ្មានអ្នកណាចូលចិត្តទៅនិយាយសាំតប៉ែដដែលជាមួយអតិថិជននេះគឺខ្ញុំមិនចូលចិត្តជួលមនុស្សថ្មីរហូតទេមែនទេអ្នកមិនចូលចិត្តទេតែវាជាការចាំបាច់ដែលត្រូវធ្វើដើម្បីជោគជ័យដូច្នេះសរុបមកវិញនៅក្នុងទីផ្សារគេមិនខ្វល់ថាអ្នកស្រឡាញ់អ្វីទេតែអ្នកត្រូវរៀនស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើហើយធ្វើវាបានល្អបើសិនជាអ្នកចង់ជោគជ័យរឿង7យ៉ាងដែលអ្នកក្រធ្វើហើយអ្នកមានជ្រៅទី1អ្នកក្រមើលទូរទស្សន៍ចំណែកអ្នកមានអានសៀវភៅសួរខ្លួនឯងតើរាល់ថ្ងៃចំណាយពេលអត់ប្រយោជន៍ប្រហែលម៉ោងទៅមើលទូរទស្សន៍ហើយខានអានសៀវភៅយូរប៉ុណ្ណាហើយតើមួយឆ្នាំអានបានប្រហែលក្បាលរឿងទី2អ្នកក្របានលុយដោយពឹងលើពេលវេលាហើយអ្នកមានបានលុយដោយសារលទ្ធផលឧទាហរណ៍អ្នកធ្វើការនៅ McDonald ហើយអ្នកខ្លាយជាកំពូលអ្នកជូតឥដ្ឋដ៏ស្អាតបំផុតលើពិភពលោកតែសួរថាតើអ្នកបានប្រយោជន៍អីមានតម្លៃអីនៅក្នុង McDonald អ្នកមានគឺគេបានលុយដោយសារលទ្ធផលមិនមែនចាយពេលអត់ប្រយោជន៍ទី3អ្នកក្រចូលចិត្តបន្ទោសអ្នកដទៃនៅពេលដែលគេជួបសំណាងអាក្រក់ប៉ុន្តែអ្នកមានគឺទទួលស្គាល់នៅភាពបរាជ័យរបស់ខ្លួន
អ្នកក្រគឺតែងតែនិយាយថាអ្នកផ្សេងគឺជាអ្នកខុសរហូតមកពីសេដ្ឋកិច្ចមកពីរដ្ឋមកពីច្បាប់ខ្ញុំមកពីការងារខ្ញុំមកពីប្រទេសខ្ញុំមកពីអ្នកជិតខាងខ្ញុំមកពីមិត្តភក្តិខ្ញុំមកពីអានេះមកពីអានោះត្រូវតែគាត់មួយអ្នកមានគេមានទំនួលខុសត្រូវបើជីវិតរបស់គេដុតដាគឺជាកំហុសរបស់គេយើងត្រូវទទួលស្គាល់នៅរាល់ទង្វើរបស់ខ្លួនឯងពេលអ្នកមានទំនួលខុសត្រូវអ្នកនឹងទទួលបាននៅធម៌ពលគឺធម៌ពលដើម្បីកែខ្លួនធម៌ពលដើម្បីទៅធ្វើអារឿងថ្មីមួយទៀតដែលមានប្រយោជន៍ចាំទុកមនុស្សដែលពិការពិតប្រាកដគឺជាមនុស្សដែលអង្គុយតែរិះគន់រឿងទី4អ្នកក្រគឺផ្ដោតទៅលើការអន្សំចំណែកអ្នកមានគេផ្ដោតទៅលើការវិនិយោគកុំផឹកកាហ្វេថ្លៃអន្សំ100 200ទឹកកុំជាអន្ហោះថ្លៃអន្សំមកកាក់មួយសេនទុកអ្នកត្រូវចាំថាកាលណាដែលអ្នកអន្សំកាក់សេនមួយជីវិតរបស់អ្នកគឺមានតែកាក់សេនទេអ្នកគ្មានថ្ងៃមានដោយសារការអន្សំពីអាលុយ1រៀល2រៀលអត់ប្រយោជន៍នោះឡើយមែនអ្នកអាចនឹងគ្មានបញ្ហានៅលើការអន្សំប៉ុន្តែសួរថាណាទៅប្រាក់ចំណូលរបស់អ្នកពិតប្រាកដប្រាក់នៅឯណាអ្នកត្រូវរកលុយឲ្យបានច្រើនយកវាទៅវិនិយោគមានតែវិនិយោគឯងទើបអាចបង្កើតលុយរឿងទី5អ្នកក្រចេះគ្រប់សពតែអ្នកមានគេរៀនរហូតអ្នកមានរៀនរហូតអ្នកឃើញអ្នកក្រគឺនិយាយរហូតចូលចិត្តនិយាយរហូតមួយពិភពលោកគឺមានតែគាត់ទាំងនយោបាយទាំងកីឡាទាំងសង្គមទាំងការដឹកនាំប្រទេសគឺគ្រប់យ៉ាងខ្មោចហើយធម្មតាគឺគាត់មិនដែលស្ដាប់អ្នកណាទាំងអស់អ្នកមានគេរៀនគេសួរហើយគេស្ដាប់គេអានសៀវភៅគេរៀនរហូតជាជាងនិយាយបែបនេះបែបនោះនិយាយម៉ានិយាយដឹងមិនបានអ្នកក្រគាត់ចូលចិត្តនិយាយច្រើនទេព្រោះគាត់ទៀមទាការចាប់អារម្មណ៍អត់មានអីផ្សេងទេខ្ញុំអាចមើលឃើញអ្នកដែលមើលវីដេអូនេះឬក៏អ្នកមើលវីដេអូមុនហើយខ្ញុំមើលហើយគឺខ្ញុំសើចដែលពួកគេតែនិយាយថាលោកមិនគួរធ្វើបែបនេះលោកគួរតែធ្វើបែបនោះលោកមិនគួរធ្វើអញ្ចឹងទេច្បាស់ណាស់គឺគាត់និយាយតែបាននិយាយសួរមួយតើធ្លាប់ធ្វើស្អីបានមួយហើយប្រាប់មួយធ្វើស្អីបានមួយនៅធ្លាប់រកបាន$500 $1000 $2000 $3000 $10000 $10000 ធ្វើស្អីមួយបាននៅអញ្ចឹងបើអ្នកមិនទាន់បានអីមួយទេយោបល់របស់អ្នកគឺចោលសៀតរឿងទី6អ្នកក្រជឿថាលុយគឺជាបិសាចតែអ្នកមានជឿថាក្រទើបជាបិសាចអ្នកធ្លាប់ឮគេនិយាយថាលុយជាប្រភពបញ្ហាឈើអត់លុយទៅជាបញ្ហាខ្ញុំចង់ឲ្យអ្នកមើលតំបន់ដែលអ្នកក្ររស់នៅគិតពីតំបន់ហ្នឹងមើលអុក្រិតកម្មថ្នាំញៀនបញ្ហាគ្រប់រឿងហើយអ្នកដែលឃើញប្រវត្តិសាស្ត្រគេនិយាយថាចោលប្លន់ធនាគារជីរ៉យអ្នកដែលលឺមានតែពួកអត់លុយទេពួកអត់ឃ្លានទេដែលធ្វើរឿងបែបនោះលុយគឺប្រៀបដូចជាអញ្ញាកដាលលុយប្រៀបដូចជាឧបករណ៍ដែលអ្នកអាចប្រើវាសម្រាប់ធ្វើរឿងល្អឬរឿងអាក្រក់គឺវាអាស្រ័យទៅលើអ្នកចំណុចចុងក្រោយគឺចំណុចទី7អ្នកក្រគឺមានវិញ្ញាណឆ្នោតចូលសន្ធិដ្ឋប៉ុន្តែអ្នកមានគឺមានតែពាក្យថាធ្វើតែប៉ុណ្ណោះអ្នកដែលឃើញមនុស្សមួយចំនួនគឺពួកគាត់ជឿថាមធ្យោបាយតែមួយគាត់ដែលធ្វើឲ្យគាត់មានលឿនគឺការចាក់ឆ្នោតបើទោះជាគាត់ដឹងថាឱកាសនៃការឈ្នះនោះវាតិចតួចក៏ដោយតែពួកគាត់នៅតែត្បល់ក្បាលទៅទិញដោយរំពឹងថាបើគាត់ឈ្នះអញនឹងមានផ្ទះអញនឹងមានឡានអញអត់ចាំបាច់ធ្វើការអញនឹងដើរលេងអញនឹងលំហែកាយតែអ្នកមានគឺគេផ្ដោតទៅលើសកម្មភាពគឺគេជឿថាមានតែខ្ញុំទេទើបអាចជួយខ្ញុំបានខ្ញុំនឹងធ្វើវាបានខ្ញុំនឹងជោគជ័យមិនចាំបាច់ពឹងលើប្រេងវាសនាហើយខ្ញុំរឹតតែមិនអាចជឿលើអារឿងឆ្នោតឈួតអត់បានការអស់ហ្នឹង comment នៅខាងក្រោមបើសិនជាអ្នកមានយោបល់អ្វីផ្សេងតាក់ទងជាមួយនឹងអ្វីដែលអ្នកក្រធ្វើអ្វីដែលអ្នកមានធ្វើចែករំលែកទាំងអស់គ្នាដើម្បីធ្វើឲ្យប្រជាជនមួយចំនួនគាត់ភ្ញាក់រលឹកចុច link ខាងក្រោមដើម្បីចូលរួមជាមួយនឹងក្រុមសឹងចានវិទ្យា Financial Edu អ្នកអាចចែករំលែកក៏ដូចជាទទួលបានព័ត៌មានផ្សេងៗដែលអាចជួយឲ្យការគិតរបស់ប្រជាជនយើងល្អប្រសើរជាងមុនតាក់ទងទៅនឹងបញ្ហាហិរញ្ញវត្ថុចូលរួមទាំងអស់គ្នាសំណាងល្អ